Can we skip to the good part? ចាំលេងសង្គ្រាមជាឡៃយូរពេកត្រូវហើយមកលេងសង្គ្រាមគីមីសិនមកអញ្ចឹងឃើញឆាកសាមញ្ញអញ្ចឹងប៉ុន្តែសិតតែបានមកពីការលះបង់របស់ពួកយើងទាំងអស់គ្នាជាពិសេស shout out ទៅកូនសិស្សខ្ញុំទាំងអស់គ្នាហ្មងនិយាយទៅគាត់ទៅលើគ្រូចង់ផ្ដួចផ្ដើមធ្វើសង្គ្រាមគីមីភ្លាមគឺមានការមកជួយគ្នាស្រោះដៃស្រោះជើងហ្មងនេះនិយាយទៅក្រុមអ្នកផ្ដួចផ្ដើមដំបូងគេនិយាយទៅកាប់ដើមប្រេងខ្យល់ស្បុកអង្ក្រងស្បុកអីពេញនឹងផងខំផងអីផងតែពួកយើងនៅតែជំនះធ្វើវាបានណាអាណាជួយគ្នាបន្ទាប់ពីមានការផ្ដួចផ្ដើមគំនិតហើយឃើញថាអ្នកមកជួយច្រើនមែនតើកាប់ស្លឹកដេស្លឹកអីហើយសរសើរកូនសិស្សខ្ញុំនៅផ្ទះដូចមិនសូវចេះធ្វើការងារអីទេប៉ុន្តែដល់ពេលមករៀបចំសង្គ្រាមចេះនិយាយពីថាម្នាក់ចំណាប់ចំនួនហើយនេះដេស្លឹកដេអីចេះដេស្លឹកដេអីឡើងស្អាតទៀតអាហ្នឹងឯងគេហៅថាកម្លាំងនៃសាមគ្គីភាពហ្នឹងនិយាយទៅធ្វើអីមួយបើសិនជាយើងមានការសហការគ្នាសាមគ្គីគ្នាធ្វើអីក៏ចេញជារូបរាងដែរហើយនេះលះសនាម top 4 យើងទាំង4កំពុងតាលុះអាស័យហើយខាងនោះគេកំពុងតាជីកបកោតឡើងរោងតឡើងអីអញ្ចឹងណាខាងនេះកំពុងតាអាស័យរៀបចំធ្វើកំពុងទឹកថ្នោតធ្វើអីដាក់តាំងអញ្ចឹងណានេះនិយាយទៅទោះបីជាមេឃក្តៅប៉ុណ្ណាក៏ team work របស់យើងអត់ចុះចាញ់ណាមានឆាត់មានអីបាំងឲ្យគ្នាទៀតតែអ្នកបាំងឆាត់ហ្នឹងមិនដឹងថាបាំងឲ្យអ្នកធ្វើឬក៏បាំងឲ្យខ្លួនឯងហើយ team ខាងនេះកំពុងលុះអាស័យធ្វើផ្កាយអញ្ចឹងណាហើយបើខាងនេះចាត់តួនាទីឲ្យរើសអេតចាយអញ្ចឹងបន្ទាប់ពីលុះអាស័យលុះអីបានស្អាតរៀបរយហើយយើងដល់វគ្គយើងដំដាច់គោលធ្វើជាប្រទេសដើម្បីយើងបិទជាអក្សរផ្សេងណាបងប្អូនហើយពួកយើងដំដាច់គោលធ្វើប្រទេសអានៀបនេះផ្សេងទៅ team work ផ្សេងរបស់យើងនេះមកចងស្លឹកធ្វើអញ្ចឹងធ្វើអីផ្សេងទៅយើងនិយាយទៅយើងមានតួនាទីផ្សេងគ្នាការងារក្រុមតើយើងចេះជួយគ្នាម្ដាយមួយជើងមិនវាឆាប់ហើយបងប្អូនហើយខ្ញុំបង្កើតកម្មវិធីនឹងឡើងក្រៅពីចង់ឲ្យពួកគាត់សប្បាយអ្វីដែលខ្ញុំចង់ឲ្យពួកគាត់រៀនសូត្រគឺការធ្វើការងារជាក្រុមនឹងឯងហើយទោះបីជាខ្ញុំជាអ្នកដឹកនាំក៏ដោយខ្ញុំមិនមែនឈរមើលនឹងភ្នែកទេពេលដែលខ្ញុំត្រូវការជួយពួកគាត់បានខ្ញុំជួយអញ្ចឹងណាឃើញហើយបងប្អូនម្នាក់ម្ដាយមួយជើងឃើញថារោងរបស់យើងចងចិត្តហើយហីអាហ្នឹងគេហៅថាអត្តពលឬក៏ធម៌ពលនៃ team work បើសិនជាបដោយឲ្យខ្ញុំធ្វើម្នាក់ឯងប្រហែលជាដឹងស្មានហើយទេឥឡូវខាងប្រុសដូចធ្វើការរៀងច្រើនឯនាំទៅមើលខាងស្រីម្ដងថាស្រីគេកំពុងតែធ្វើអីនេះធីមស្រីគេកំពុងតែបត់ផ្ការរំដួលដើម្បីយកទៅដេកូតុបតែងលម្អឆាកហើយខាងនេះកំពុងតែសរសេរអក្សរពីខ្សែនៅលើប្រទេសអានៀបយើងហើយទីបំផុតនេះគឺជាសមិទ្ធផលដែលពួកយើងចំណាយពេលជាមួយគ្នាជាច្រើនថ្ងៃក្នុងការធ្វើវាឡើងសម្រាប់ខ្ញុំវាពិតជាមានតម្លៃហើយព្រោះអីរបស់ទាំងអស់ហ្នឹងភាគច្រើនគឺធ្វើពីស្នាដៃរបស់កូនសិស្សខ្ញុំផ្ទាល់ណាទោះបីជាយើងមានពេលវេលាតិចតួចក្នុងការធ្វើវាប៉ុន្តែធ្វើសម្រេចមកបានប៉ុណ្ណឹងគឺខ្ញុំសប្បាយចិត្តបំផុតប៉ុណ្ណឹងហើយអត់មកលេងទៀតអីនេះកំឡោះគីមីកំពុងចាំនៅកន្លែងថតរូបកុំភ្លេចមកលេងឲ្យបានច្រើនណាថ្ងៃ30ស្អែកហ្នឹងឯង